បាទបងប្អូនទាំងអស់គ្នាយើងបន្តប្រធានបទយើងទៀតពាក់ព័ន្ធទៅនឹងដំណាំសសក់ទ្រើងហើយពេលនេះគឺយើងនិយាយអំពីជីតែម្ដងបាទសម្រាប់ជីទៅលើដំណាំសសក់ទ្រើងយើងមានពីរទី1ជីក្រោមជីគល់ទី2ជីស្លឹកដែលជីគល់ហ្នឹងគឺយើងប្រើបាទប្រភេទជីគ្រាប់ឬក៏ជីអាលាយដែលជីគ្រាប់យើងអាចដាក់កប់តាមគុម្ពក្បែរគល់វាហ្នឹងហើយប្រភេទជីអាលាយយើងអាចដាក់តាមតំណក់ទឹកបានកន្លែងខ្លះគាត់កែច្នៃជីគ្រាប់ហ្នឹងដាក់តាមតំណក់ទឹកប៉ុន្តែវាអាចធ្វើឲ្យស្អិតទៅយោស្ទះទៅយោអីចឹងណាប៉ុន្តែនៅតែកែច្នៃប្រើបានបងប្អូនណាបាទអញ្ចឹងសំខាន់ណាគឺយើងត្រូវដាក់ជីឲ្យទៀងទាត់នៅតាមគល់ហ្នឹងណាបាទបើដាក់តាមតំណក់ទឹកអាច3ថ្ងៃម្ដង5ថ្ងៃម្ដងអាស្រ័យលើបងប្អូនបើបងប្អូនមើលទៅថាវាមិនសូវល្អយើងដាក់ញឹកតិចទៅបាទហើយសម្រាប់ជីបាញ់ពីលើស្លឹកវិញជីបាញ់ពីលើស្លឹកគឺយើងប្រើប្រភេទជីគ្រាប់ល្អិតដែលលាយអស់ឬក៏ប្រភេទជីទឹកវាមានពីរប្រភេទហ្នឹងណាដែលយើងអាចបាញ់ពីលើស្លឹកធ្វើឲ្យស្លឹកហ្នឹងជួយស្រូបយកសារធាតុចិញ្ចឹមហ្នឹងបានលឿនបាទហើយការបាញ់ជីពីលើស្លឹកគឺយើងអាចគួរធ្វើរាល់មួយសប្តាហ៍ម្ដងល្អបាទហ្នឹងហើយបងប្អូនអញ្ចឹងជីយើងអាចប្រើពីអាយុ7ថ្ងៃឬក៏10ថ្ងៃឡើងទៅរហូតដល់អាយុ30ថ្ងៃយើងប្រើនៅពពុះជីដែលមានអិនខ្ពស់ឬក៏យើងលាយជីធ្វើម៉េចឲ្យចេញអិនខ្ពស់បាទព្រោះអីវាត្រូវការលូតលាស់ខ្លាំងសម្រាប់រយៈពេល30ថ្ងៃហ្នឹងអញ្ចឹងពាក់ព័ន្ធទៅនឹងជីសម្រាប់វគ្គលូតលាស់នេះខ្ញុំនិយាយប៉ុណ្ណឹងចោះអរគុណបងប្អូនណា